ចានេះជាវិធីប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះដែលជាម៉ាករបស់ Heiken ហើយយើងអាចបូមបានទាំងពីរហើយករណីដែលបងអត់បានយកឆ្នាំងសាកទៅឬមួយក៏បងធ្វើដំណើរតាមឡានអីបងអាចប្រើជាច្បាច់ដៃបានចាអញ្ចឹងខ្ញុំប្រាប់ពីវិធីប្រើប្រាស់របស់ម៉ាស៊ីនសិនអញ្ចឹងមុននឹងបងប្រើបងសាកថ្មឲ្យពេញសិនគេមានឆ្នាំងសាកមកហើយអញ្ចឹងពេលដែលបងសាកថ្មពេញហើយបងធ្វើការចុចបេតុងបងសាករយៈពេល 4-5 ម៉ោងទៅគឺវាពេញហើយចាអញ្ចឹងបងអាចដោតជាមួយនឹងជីយ៉ូហ្នឹងនៅពេលដែលយើងដោតហើយយើងយកទៅដោតជាមួយនឹងដបបងចានេះយើងដោតហើយយើងដោតទាំងពីរទៅអានេះបងចង់បូមតាមមួយចំហៀងក៏បានដែរអាស្រ័យលើបងឯងអញ្ចឹងបងដាក់តាមមួយចំហៀងក៏បានដែរអញ្ចឹងនៅពេលដែលបងដាក់បូមហើយបងបើកហើយបងធ្វើការម៉ាស្សាសិនដោយសារតែបេតុងលោតអក្សរ M នេះអញ្ចឹងដើម្បីបញ្ឈប់អក្សរ M ម៉ាស្សាហ្នឹងបងចុចកន្លែងបេតុងបាត់បើកហ្នឹងណាបងចុចទៅនេះវានេះនៅពេលដែលបងចង់ម៉ាស្សាធម្មតាយើងបើកមកយើងចង់ម៉ាស្សាសិនព្រោះដល់ពេលដែលបងម៉ាស្សាហើយទៅបងបូមមកអត់ឈឺដាំទ្រូងបងអញ្ចឹងណាតែបងចុចលើបេតុងនេះចុចដើម្បីឲ្យលោតអក្សរ M ហ្នឹងមកវាម៉ាស្សាអញ្ចឹងវាម៉ាស្សាដាំទ្រូងបងជួយឲ្យទឹកដោះហ្នឹងចេញបានច្រើននេះវាលោតកធាក់អញ្ចឹងណាចាហើយ level បងអាចតម្លើងតាមដែលបងចង់បានចានេះវាកធាក់អញ្ចឹងនៅពេលដែលបងម៉ាស្សារួចរាល់បងធ្វើការបិទអាបេតុងម៉ាស្សាហ្នឹងហើយ select បេតុងតំណក់ហ្នឹងទី1ទី2ទី3ហ្នឹងវាជាកម្លាំងបើទី1វាខ្លាំងតិចបឺត1ទី2វារៀងលឿនទី3វាហត់តែខ្លាំងអញ្ចឹងនៅពេលដែលបងចង់បូមលឿនអញ្ចឹងបងអាចកំណត់នៅលើអាហ្នឹងបានហើយអានេះ level ដែលបងចង់បានខ្លាំងតិចអាស្រ័យទៅលើបងឯងហើយអញ្ចឹងអានេះ level ដែលបងឡើងចុះធម្មតាដែលបងចង់បានហើយអាខាងលើនេះគឺនាទីវាត្រឹម3នាទីគឺវាលោតអូតូឈប់បូមអញ្ចឹងបើបងចង់បូមបន្តបងធ្វើការចុចសាថ្មីទៅអញ្ចឹងសម្រាប់ម៉ាស៊ីននេះចាប់មួយអញ្ចឹងយើងចូលដល់ការបូមដៃម្ដងអញ្ចឹងបងធ្វើការបិទម៉ាស៊ីននឹងចោលទៅអានេះគេដាក់ជាប់ក្រៅចេះណាបងងាកមកអញ្ចឹងហេនេះមកក្រៅចឹងឯងអញ្ចឹងយើងគ្រាន់តែដោះអាក្បាលនេះចេញមកព្រោះដោយសារនេះយើងត្រូវការបូមម៉ាស៊ីនយើងដាក់ចេះយើងដោះវាចេញយើងយកមកដាក់នេះវិញហើយអានេះក៏ដូចគ្នាបងដាក់វាឲ្យជាប់ទៅនេះដាក់វាឲ្យចូលញ៉ាំវាចេះមកខ្លាចវាបូមមិនបាននៅពេលដែលយើងដាក់វាអត់ជាប់ចាអញ្ចឹងអានេះគឺបងគ្រាន់តែប្រហើបវាបន្តិចមកនេះប្រហើបវាដើម្បីឲ្យវាចូលមួយកលឹះនេះខឹបជាប់អញ្ចឹងគឺយើងធ្វើការបូមបានហើយអញ្ចឹងអាហ្នឹងក៏ដូចម៉ាស៊ីនដែរអញ្ចឹងនេះពេលដែលដាក់បងដាក់ចេះចានៅពេលដែលបងដាក់គឺបងដាក់ចេះមកហើយបងបូមបានហើយចាអញ្ចឹងមុខងារដៃក៏រួចរាល់ហើយដែរអញ្ចឹងនៅពេលដែលបងបូមរួចរាល់បងអាចយកទឹកដោះគោហ្នឹងទៅរក្សាទុកដែលយើងមានកំហបជូនបងនៅខាងក្នុងហ្នឹងពីរគឺថាបើបងមានទឹកដោះច្រើនណាយកទៅរក្សាទុកសិនទៅបើថាអត់ទេបងយកទៅឲ្យគាត់មុំហ្មងក៏បានដែរចាអញ្ចឹងវិធីប្រើប្រាស់គឺមានតែប៉ុណ្្នឹងទេ